ចាថ្ងៃនេះគឺជាថ្ងៃប្រហ័ស3កើតខែផលគុណឆ្នាំម្សាញ់សព្វស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី19ខែកុម្ភៈគ្រិស្តសករាជ2026ក្នុងឱកាសនេះដែរនាងខ្ញុំសូមនមស្ការថ្វាយបង្គំព្រះពុទ្ធព្រះធម៌ព្រះសង្ឃនិងជម្រាបសួរបងប្អូនរួមជាតិជាទីមេត្រីជាបន្តទៅនេះគឺនាងខ្ញុំសូមធ្វើអំណាននៅច្បាប់សិទ្ធិមនុស្សកម្ពុជានៅលើទំព័រ29គឺមានដូចតទៅសេចក្តីថ្លែងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សត្រូវបានអនុម័តនិងប្រកាសដោយសេចក្តីសម្រេចចិត្តនៃមហាសន្និបាតអង្គការសហប្រជាជាតិលេខ217ថ្ងៃទី10ខែធ្នូគ្រិស្តសករាជ1998បុព្វកថាដោយយល់ឃើញថាការទទួលស្គាល់សេចក្តីថ្លៃថ្នូរចាប់ពីកំណើតនិងសិទ្ធិស្មារភាពគ្នានិងសិទ្ធិមិនអាចលុកដូរផ្ទេរឬដកហូតបានរបស់សមាជិកទាំងអស់នៃគ្រួសារមនុស្សគឺជាគ្រឹះនៃសេរីភាពយុត្តិធម៌និងសន្តិភាពក្នុងពិភពលោកដោយយល់ឃើញថាការមិនទទួលស្គាល់និងការប្រមាថមើលងាយសិទ្ធិមនុស្សនាំឲ្យមានអំពើព្រៃផ្សៃសាហាវយង់ឃ្នងធ្វើឲ្យក្តៅក្រហាយដល់សតិសម្បញ្ញៈមនុស្សជាតិនិងថាការឈានដល់ពិភពលោកមួយដែលមនុស្សទាំងឡាយមានសេរីភាពក្នុងការនិយាយស្ដីក្នុងជំនឿនិងភាពរួចផុតអំពីការភ័យខ្លាចនិងទុតិភាពត្រូវបានប្រកាសថាជាសេចក្តីប្រាថ្នាដ៏ខ្ពស់បំផុតរបស់មនុស្សទូទៅដោយយល់ឃើញថាជាការចាំបាច់ដែលសិទ្ធិមនុស្សត្រូវតែការពារដោយនីតិរដ្ឋដើម្បីជៀសវាងកុំឲ្យមនុស្សបង្ខំចិត្តជាចុងក្រោយបង្អស់បះបោរប្រឆាំងទល់នឹងអំណាចផ្ដាច់ការនិងការគៀបសង្កត់ដោយយល់ឃើញថាជាការចាំបាច់ដែលត្រូវលើកស្ទួយការពង្រីកទំនាក់ទំនងជាមិត្តភាពរវាងប្រជាជាតិនានាដោយយល់ឃើញថាប្រជាជាតិទាំងឡាយនៃសហប្រជាជាតិបានប្រកាសបញ្ជាក់សារជាថ្មីក្នុងធម្មនុញ្ញសហប្រជាជាតិនៅជំនឿរបស់ខ្លួនលើសិទ្ធិមូលដ្ឋាននៃមនុស្សលើសេចក្តីថ្លៃថ្នូរនិងតម្លៃរបស់មនុស្សនិងសមភាពនៃសិទ្ធិរវាងបុរសនិងស្ត្រីហើយបដិញ្ញាលើកស្ទួយវឌ្ឍនភាពសង្គមនិងកម្រិតជីវភាពនៅឲ្យកាន់តែប្រសើរឡើងក្នុងសេរីភាពកាន់តែទូលំទូលាយដោយយល់ឃើញថាដោយសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិរដ្ឋជាសមាជិកទាំងអស់សន្យាធ្វើឲ្យមានការគោរពជាសកលនិងប្រតិបត្តិនៅសិទ្ធិនិងសេរីភាពជាមូលដ្ឋានដោយយល់ឃើញថាការយល់ដូចគ្នាអំពីសិទ្ធិនិងសេរីភាពទាំងនេះមានសារៈសំខាន់បំផុតដើម្បីបំពេញនៅការសន្យាខាងលើអាស្រ័យហេតុនេះមហាសន្និបាតប្រកាសថា
ចាបងប្អូននឹងបន្តនៅវគ្គបន្តតែទៀតចាអញ្ចឹងសូមបញ្ចប់តែប៉ុណ្ណេះមុននឹងបញ្ចប់ខ្ញុំសូមធ្វើការខន្តីអភ័យទោសរាល់កំហុសខុសឆ្គងសូមថ្វាយប្រគេនជូនពរប្រកបបានសុខភាពល្អដោយញញឹមសូមអរគុណនិងសូមជម្រាបលា